ថ្ងៃនេះម្ចាស់ក្រុមហ៊ុនគាត់បានបបួលថៅកែរបស់ខ្ញុំមកញ៉ាំបាយនៅរីតម៉ាន់ហើយថៅកែរបស់ខ្ញុំគាត់ក៏បានបបួលខ្ញុំមកផងជាមួយផងដែរហើយថ្ងៃនេះម្ចាស់ក្រុមហ៊ុនគាត់យករបស់យកមកដាក់ក្នុងផ្ទះថៅកែ4ឡានកុងតឺន័រពុកម៉ែបងប្អូនដល់ពេលនេះទៅគាត់ក៏បាននាំកូនចៅរបស់គាត់មកញ៉ាំបាយនៅក្នុងហាងនឹងផងដែរព្រោះកូនចៅរបស់គាត់មកច្រើនទៅគាត់អុយទៅក្រុងថេពខ្លះនៅទីនេះខ្លះផងដែរមកហូបបាយហើយថៅកែរបស់ខ្ញុំគាត់ក៏បានបបួលខ្ញុំមកញ៉ាំបាយនៅទីនេះផងដែរនៅក្នុងខាងរីតម៉ាន់ហើយរីតម៉ាន់នេះនៅខាងខេត្តខូរ៉ាតនគររាជสีมาពុកម៉ែបងប្អូនចំពោះទេសភាពគឺស្រស់ស្អាតណាស់ពុកម៉ែបងប្អូនគឺមានកន្លែងគេញ៉ាំខាងក្រោមខាងក្នុងអ៊ីក្រៅផងដែរហើយមានគេច្រៀងកំដរបើថាខែនេះខែភ្លៀងទៅអត់សូវមានគេមកញ៉ាំខាងក្រៅមិនបានទេព្រោះអីខែភ្លៀងគេញ៉ាំក្នុងប៉ុន្តែបើធ្វើម្ហូបវិញគឺម្ហូបថ្លៃពុកម៉ែបងប្អូនខ្ញុំនៅខាងខូរ៉ាតនគររាជสีมาនៅខាងខៅយ៉ៃពុកម៉ែបងប្អូននៅខាងខៅយ៉ៃគឺខៅយ៉ៃបើប្រែជាភាសាខ្មែរយើងគេហៅថាភ្នំធំផងដែរពុកម៉ែបងប្អូនហើយតកែនឹងម្ចាស់ក្រុមហ៊ុនគាត់ក៏បានហៅជាមុខម្ហូបផងដែរនេះគឺជាកូនចៅរបស់ម្ចាស់ក្រុមហ៊ុនផងដែរពុកម៉ែបងប្អូនហើយខ្ញុំក៏ស្គាល់ពួកគាត់ផងដែរគាត់ក៏បានហៅជាស្រាហូសេអយពួកខ្ញុំម្នាក់មួយកែវផងដែរពុកម៉ែបងប្អូនហើយស្រាហូសេនេះគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនជូអែមប៉ុន្តែតម្លៃគឺថ្លៃមែនទែនក្នុងមួយកែវនេះគឺ350 បាតផងដែរបើគិតជាលុយខ្មែរយើងប្រហែលជាខ្ទង់40000រៀលផងដែរពុកម៉ែបងប្អូនគឺថ្លៃហើយឆ្ងាញ់បើរសជាតិឆ្ងាញ់ជូអែមឆ្ងាញ់មែនទែនស្រាបារាំងគឺលើដំបូងរបស់ខ្ញុំផងដែរពុកម៉ែបងប្អូនខ្ញុំក៏បានសាកភ្លក់សាកមើលនេះស្រាចូលក្រុងសូមភ្លក់តែពុកម៉ែបងប្អូនពពុះចិត្តមើលយកដៃជូតមិនយកកណាត់ជូតតាមក្រោយគឺបងខ្ញុំក៏ស្គាល់ពួកគាត់ផងដែរពុកម៉ែបងប្អូនព្រោះអីខ្ញុំនៅទីនេះយូរពួកគាត់ក៏ធ្វើការជាមួយម្ចាស់ក្រុមហ៊ុនយូរតែខ្ញុំស្គាល់គាត់ទៅនិយាយលេងសើចសប្បាយជាមួយពួកគាត់ផងដែរហើយថៅកែគាត់ក៏បានហៅមុខម្ហូបជាមុខម្ហូបថៃផងដែរនេះមុខម្ហូបប្រាំងពុកម៉ែបងប្អូននេះថ្លៃផងដែរមួយសាច់ប៉ុណ្ណឹង800 បាតផងដែរពុកម៉ែបងប្អូនបើថាគិតជាលុយខ្មែរយើងជិត100,000រៀលផងដែរគឺថ្លៃមែនទែនហើយគាត់ហៅមក2ដុំហើយហៅមុខម្ហូបមកច្រើនណាស់ពុកម៉ែបងប្អូនហូបអត់អស់ហូបអត់ទិនទេគាត់ហៅជាសាច់ក្រកហៅអីផងដែរសាច់ក្រកក៏ឆ្ងាញ់ហើយថ្លៃទៀតពុកម៉ែបងប្អូនសិតតែមុខម្ហូបថ្លៃនៅហាងនេះប៉ុន្តែមុខម្ហូបគេសិតតែមុខម្ហូបឆ្ងាញ់ផងដែរពុកម៉ែបងប្អូនមានទាំងពីកែងខៀវវ៉ានមានទាំងពីផងដែរហើយមានទាំងពីផាត់ខាត់ណារបស់គេឆាខាត់ណាពុកម៉ែបងប្អូនគឺម្ហូបថៃច្រើនហើយរសជាតិក៏ឆ្ងាញ់ហើយខ្ញុំក៏សូមបងថតផងដែរព្រោះអីទុកជាអនុស្សាវរីយ៍ទៅផងឲ្យតកែផងដែរតកែគិតដូចថាគិតដាក់ម្ហូបឲ្យខ្ញុំហូបផងដែរគិតខ្លាចកូនចៅរបស់គិតដូចថាមិនហ៊ានដួសហូបឲ្យពួកកូនចៅរបស់ម្ចាស់ក្រុមហ៊ុនគិតហូបផងដែរខ្លាចថាយើងអត់ហ៊ានដួសហូបគាត់ក៏បានរៀបចំដួសឲ្យហូបតកែខ្ញុំដួសរាយរាក់ទាក់ណាពុកម៉ែបងប្អូនហើយតកែរបស់ខ្ញុំថ្ងៃនេះដាក់ចំណាប់ថ្ងៃនេះអស់2កែវផងដែរកូនចៅអស់ម្លេះ2កែវ2កែវគិតជាលុយ700 បាតផងដែរគឺថ្លៃមួយកែវ350 បាត2កែវ700 បាតខ្ញុំនឹងតកែកូនចៅក៏បានរៀបចំហូបរួចស្រេចផងដែរក៏តកែគាត់ក៏បានដូចថាគិតជាលុយម្ចាស់ក្រុមហ៊ុនចេញអស់ប្រហែលជា10000 បាតចឹងផងដែរ10800 បាតផងដែរទៅគេមានបញ្ចុះតម្លៃបញ្ចុះតម្លៃប្រហែលជា1000 បាតផងដែរចុះតម្លៃ1000 បាតទៅថៅកែខ្ញុំក៏បានយកបញ្ចុះតម្លៃនោះគិតមកយកជាខេកយកទៅញ៉ាំផងដែរពុកម៉ែបងប្អូនហើយគិតក៏បានរើសខេករើសអីរួចនេះខេកគេពុកម៉ែបងប្អូនខេកហ្នឹងម្ដុំ150 100 160ផងដែរពុកម៉ែបងប្អូនខ្លះ200 500ផងដែរតាមតម្លៃផងដែរព្រោះឯថៅកែខ្ញុំក៏ចូលចិត្តញ៉ាំខេកផងដែរហើយក្រោយពីទិញខេកទិញអីរួចរៀបចំទៅវិញផងដែរគឺនេះទេសភាពនៅក្រៅខាងរីតម៉ាន់ពុកម៉ែបងប្អូននៅខាងខូរ៉ាតនគររាជสีมาនៅខាងខៅយ៉ៃផងដែរអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូខ្ញុំដល់ចប់